ចាគឺគ្មានអ្នកណាគេស្គាល់កូនទេលោកប៉ាធ្វើរបៀបនេះគឺល្អណាស់នឹងអាកូនបានពិនិត្យមើលការងារមួយចំនួនជាបុគ្គលិករបស់ប៉ាដែលនៅទីនោះហើយចង់មានបានពិនិត្យឃើញអ្វីខ្លះហើយនៅកូនចាគឺបានឃើញខ្លះហើយកូនប្រហែលជាសំពញ្ញាពេលនៅឲ្យបានយូរដើម្បីមានឱកាសសិក្សាពីបុគ្គលិកលក្ខណៈរបស់មនុស្សខ្លះដែលមានមុខលើទីនេះបានជាងគឺល្អហើយកូនប៉ុន្តែមាននៅគេរៀបចំបន្ទប់លំដាប់ឲ្យកូនហើយនៅចាអត់ទេគឺកូននាំគ្នាមកគេងនៅបន្ទប់ធម្មតាគឺគេងបន្ទប់លំដាប់ធ្វើអីទៅនាំតែខាងលោកប៉ាច្រើនមិនអីទេលោកប៉ាកុំតែកូនយកវិក័យប័ត្រទៅជួយលោកប៉ាវិញនោះទេម្យ៉ាងវិញទៀតណាកូនក៏ដូចជាមានអារម្មណ៍ថាចង់មកធ្វើការនៅទីនេះក៏ព្រោះតែមានខ្យល់អាកាសបរិសុទ្ធល្អនោះអីប៉ាអត់ទេប៉ាមានកូនស្រីតែម្នាក់មិនអាចបណ្ដោយឲ្យទៅកាន់ការងារវាឆ្លាតពីផ្នែកពីឈ្មោះប៉ាបានទេបើគ្រាន់តែទៅលេងនោះគឺវាល្មមហើយណាកូនហើយម្យ៉ាងមិនមានតែទៅជាមួយគឺបានជាប៉ាឲ្យទៅនឹងណាហើយមិត្តភក្តិរបស់កូននោះគេអត់អីទេចាគឺសប្បាយគ្រប់គ្នានឹងឯងលោកប៉ាបើសប្បាយហើយនោះនាំគ្នាទៅលេងចុះអស់ចិត្តថ្ងៃណាចាំមកវិញក៏បានដែរណាហើយប្រឹងចុះណាចាអរគុណលោកប៉ាជម្រាបលាលោកប៉ាបើសិនជាខ្ញុំត្រូវបានលោកប៉ាឲ្យមកកាន់ការនៅទីនេះមែននោះនេះប្រឹងខ្លួនឯងហើយទៅសម្បត្តិត្រឹមតែជាមេការតែសម្ដីដូចជាថៅកែបើដូច្នេះមែននោះខ្ញុំនឹងមិនដកនេះចេញទេគឺទុកដើម្បីប្រដៅរូបមនុស្សបែបនេះយូរហើយតើហេតុអីក៏ទៅជួបសធាឈប់សិនមើលព្រោះខ្ញុំមានរឿងចង់និយាយជាមួយណារឿងស្អីទៀតហើយឆាំនិយាយទៅឃើញចេះខ្ញុំចង់មានសំណុំពរមួយគឺបើសិនជាក្រុមភ្ញៀវដែលជាម្ចាស់ក្រុមរបស់នេសានោះបញ្ជាឲ្យខ្ញុំទៅជួបណាសធាជួយប្រាប់ផងថាខ្ញុំដាក់ច្បាប់ឈុំមួយរយៈប្រាប់ថាមានជំងឺពីព្រោះខ្ញុំពិតជាមិនចង់ជួបពួកនោះមែនណាមិនក៏អញ្ចឹងទៅវិញនោះភ្ញៀវណាគឺជាម្ចាស់ដែលពួកយើងនេះដូចជាបើបំរើបើភ្ញៀវត្រូវការអីណាយើងត្រូវតែបំពេញបំណងគេហើយវាមានរឿងអីរហូតដល់ថ្នាក់ចុងកិច្ចមុខនោះគឺប្រហែលជាមិនអាចទ្រាំជាមួយសម្ដីម្ចាស់ក្រុមនោះបានទេខ្ញុំបារម្ភខ្លាចតែអត់ការងារធ្វើដោយសារតែគេហ្នឹងណាព្រោះមើលទៅនិយាយស្អីមិនដឹងក្បាលមិនដឹងកតុយសោះជួយគ្នាម្ដងទៅណាសធាជួយលាក់គ្នាឲ្យគ្នាធ្វើការនៅខាងក្រៅទៅបានហើយណាបើអញ្ចឹងមិនអីទេខ្ញុំជួយក៏បានដែរព្រោះបើឯងមិនចង់ជួបទៅហើយនោះខ្ញុំទៅធ្វើការហើយណាឯងធ្វើការរបស់ឯងចុះតែប៉ុណ្ណេះរួចខ្លួនហើយខ្ញុំហើយគិតថាកិច្ចមកឥឡូវមកជួបទៀតណាអាយយហេតុអីបានជាកន្លែងនេះក្លិចក្លុកបែបនេះណោះធ្វើយ៉ាងម៉េចទៅក្រិចកជើងបាត់ទៅហើយនៅនាងយ៉ាងម៉េចហើយមានអ្វីឲ្យខ្ញុំជួយទេមិនអីទេខ្ញុំអាចដើរខ្លួនឯងបានអញ្ចឹងជើងនៅនាងប្រហែលជាមិនអាចដើរបានទេដឹង
ចាំខ្ញុំជួយគ្រាជូនទៅបន្ទប់ក៏បានដែរខ្ញុំនេះមានដំណងមកជួបអ្នកគ្រប់គ្រងតែចៃដន្យក៏ក្លាត់ជើងវាពិតជាថ្ងៃសោយចំសោយមែនហើយបើអីហើយនោះខ្ញុំសុំទៅវិញហើយណែនេះតើអាចប្រាប់ឈ្មោះខ្ញុំបានដែរឬអត់ថានេះឈ្មោះអីដែរទៅបើនាងគ្រាន់តែចង់ស្គាល់ឈ្មោះខ្ញុំដើម្បីយកទៅប្តឹងអ្នកគ្រប់គ្រងនោះមិនចាំបាច់ស្គាល់ក៏បានដែរហើយបើសិនជាខ្ញុំមានរឿងអីដែលត្រូវកើតឡើងនោះខ្ញុំក៏ព្រមទទួលទាំងអស់ការិយាល័យរបស់អ្នកគ្រប់គ្រងនៅកន្លែងនោះអាចអញ្ជើញទៅតាមផ្លូវនេះក៏បានដែរសុំទោសលាហើយគ្រាន់តែសួរឈ្មោះក៏មិនប្រាប់ទៀតក្នុងលោកនេះមានមនុស្សដូចជាគេប្រមាណអ្នកដែរទៅត្រូវតែជម្រាបលោកប៉ាឲ្យដកគេចេញនៅក្នុងពេលនេះព្រោះបើទុកតទៅទៀតវានាំតែឲ្យខូចឈ្មោះទីនេះទៅនឹងឯងអូនាងនីសារួចហេតុអីបានជាមកចូលទៅនេះទៅវិញនោះចុះថ្ងៃនេះមិនចេញទៅលេងកោះផ្សេងទេចាគឺប្រហែលជារៀងហើយពីព្រោះក្រែងជប់នឹងរៀងចៃដន្យដោយការពីម្សិលមិញទៀតឲ្យខ្ញុំសូមអភ័យទោសផងព្រោះខាងខ្ញុំនេះគ្មានចេតនានោះទេហើយការពិតទៅកម្រនឹងមានរឿងដូចនេះកើតឡើងណារួចតើមានរឿងអ្វីខ្ញុំបំរើទេចាគឺពិតជាមាននឹងហើយក្រុមរបស់ខ្ញុំនេះត្រូវការស្នាក់នៅទីនេះយូរថ្ងៃទៀតហើយមានបំណងចង់ឲ្យមេការរបស់លោកជាអ្នកចូលមកបម្រើសេវាកម្មដោយផ្ទាល់ជាមួយនឹងពួកខ្ញុំព្រោះអ្នកដែលខ្ញុំនាំមកនេះគឺសុទ្ធតែជាមនុស្សក្នុងត្រកូលអភិជនហើយខ្លាចក្រែងតែបុគ្គលិកធម្មតាបម្រើការមិនសូវបានល្អចៃដន្យអីរិទ្ធគេមានជំងឺមកធ្វើការអត់ការទេបានដាក់ច្បាប់ចម្រាស់តាំងពីយប់មកម្ល៉េះសាងឡំបានខ្លាំងណាស់ប្រលឹងចាញ់ហើយស្នេហ៍ប្រលែងខឹងបេះដូងមួយនឹងទន្ទឹងរង់ចាំសូមចាញ់គ្រប់យ៉ាងណាស់ប្រលឹងចាញ់ហើយស្នេហ៍ប្រលែងខឹងបេះដូងមួយនឹងទន្ទឹងរង់ចាំសូមចាញ់គ្រប់យ៉ាងក្រែងមកជាអ្នកគ្រប់គ្រងនៅទីនេះបាទគឺខ្ញុំដូចជាមិនយល់សោះថាលោកអាចឆ្លើយរបៀបនេះបានពេលព្រោះខ្ញុំតែមិនជប់គេមុននេះឯងគេនោះឈ្មោះរិទ្ធមែនទេបាទគឺឈ្មោះរិទ្ធហើយមានមេការប្រមាណអ្នកដែរទេដែលនៅធ្វើការកន្លែងនេះបាទគឺមានច្រើនដែរតែគឺចែកទៅតាមផ្នែករបស់វាចំណែកឯរិទ្ធគឺគេមើលការខុសត្រូវរួមអាចទុកថាមានការបន្ទាប់ពីខ្ញុំក៏ថាបានព្រោះមើលទៅគេក៏ប្រហែលជាជាប់សាច់បានហើយលោកមិនចាំបាច់រៀបរាប់ទេតែខ្ញុំពិតជាបាននិយាយគ្នាជាមួយនឹងនិរិទ្ធនោះពិតមែនហេតុអីបានជាលោកមិនដឹងថាកូនចៅរបស់លោកនេះណាននោះខ្ញុំពិតជាបានដឹងមែនពីព្រោះគេសុំច្បាប់ថាឈឺហើយកន្លែងនេះក៏ធំល្មមដែលខ្ញុំពិនិត្យមនុស្សមិនបានគ្រប់ជ្រុងជ្រោយបើតាមខ្ញុំស្មានមិនខុសទេនោះអ្នកនាងប្រហែលជាមានបញ្ហាអ្វីមួយយ៉ាងជាមួយនឹងមេការរដ្ឋហើយទើបបានជាចេះតែបញ្ជាខ្ញុំរកគេម្នាក់នោះតែបើសិនជារិនគេបានធ្វើអ្វីខុសនោះខ្ញុំសូមទោសជំនួសគេផងពីព្រោះរិទ្ធគេទើបតែចូលមកបម្រើការងារនៅទីនេះទេមែននឹងហើយលោកគឺជាអ្នកទទួលខុសត្រូវដូច្នេះលោកគួរតែបង្រៀនពីសិលធម៌ដល់កូនចៅរបស់លោកផងទៅតែមិនអីទេខ្ញុំនឹងស្នាក់នៅទីនេះបន្តទៀតដើម្បីចង់ដឹងថាកន្លែងរបស់លោកបម្រើភ្ញៀវរបៀបណាជាពិសេសមេកម្មម្នាក់ដែលឈ្មោះលោករិទ្ធនោះ
នេះ